សេដ្ឋីនីត្រីដណាបានប្រកាសប្តឹងក្រុមហ៊ុនទេសចរមួយរួចយកលុយឈ្នះក្តីទាំងអស់បង្វិលចូលមន្ទីរពេទ្យគន្ធបុប្ផាក្រុមហ៊ុនត្រូវតែធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំដោយឲ្យបុគ្គលិកឈ្មោះរដ្ឋទទួលស្គាល់នៅកំហុសរបស់ខ្លួនទាំងអស់និងមើលងាយលើរូបខ្ញុំម្យ៉ាងទៀតទឹកប្រាក់$17,060ក្នុងដំណើរកំសាន្តត្រូវបង្វិលជាជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាវិញជាដាច់ខាតនាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់ខ្ញុំតែងតែប្រាប់ថាអស់ប៉ុន្មានក៏បានត្រូវថែមប៉ុន្មានក៏បានតែខ្វះការយកចិត្តទុកដាក់ហើយអ្នកនាំដើរក៏មិនបានធ្វើតាមអ្វីដែលចង់បានមិនស្ដាយលុយតែស្ដាយពេលវេលានិងអាណិតកូនលោកស្រីត្រីដាណាបានលើកឡើងដូច្នេះបន្តទៀតថាខ្ញុំនឹងរកយុត្តិធម៌តាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនទេសចរ Tour Travel Cambodia ដែលបានរំលោភសេចក្តីទុកចិត្តរបស់ខ្ញុំដោយបានប្រើពាក្យសម្ដីការគ្មានទំនួលខុសត្រូវមើលងាយខ្ញុំហើយបើខ្ញុំឈ្នះក្តីនេះថវិកាដែលឈ្នះក្តីខ្ញុំយកចូលមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ហើយខ្ញុំនឹងបន្ថែមលើថវិកាលើសពីនេះទៅទៀតថវិកាចំនួន$17,060សម្រាប់មនុស្សធំ5នាក់និងក្មេង3នាក់ខ្ញុំមិនស្ដាយទេតែស្ដាយពេលវេលានិងអាណិតកូនឲ្យរឹតតែមិនអាចទទួលយកបានគឺការគ្មានទំនួលខុសត្រូវនិងការមើលងាយលើរូបខ្ញុំ